អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចម្រុះនិងភាគីថៃធ្វើការរុករកអ្នកដែលជាប់គាំងក្នុងអគារកាស៊ីណូដែលបានឆាបឆេះនៅក្រុងប៉ោយប៉ែតរាយការណ៍ព័ត៌មានពឹស្ដាដោយលោកខេមរាផ្សាយចេញពីរាជធានីភ្នំពេញខេត្តបន្ទាយមានជ័យប្រតិបត្តិការនេះដឹកនាំដោយលោកឯកឧត្តមអ៊ុំរិទ្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍តូសិតឡោះស្នងការនគរបាលខេត្តដើម្បីកម្លាំងសហការជាមួយអាជ្ញាធរខេត្តក្រុងនិងក្រុមរុករកនិងសង្គ្រោះកម្ពុជាថៃបានបន្តប្រតិបត្តិការនៅវេលាម៉ោង 7 ព្រឹកនៅថ្ងៃសុក្រទី 30 ខែធ្នូឆ្នាំ 2022 នេះក្នុងអគារកាស៊ីណូដែលរងការឆាបឆេះយ៉ាងធ្ងន់ធ្ងរនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះដឹកនាំដោយលោកអ៊ុំរិទ្រីអភិបាលខេត្តនិងលោកឧត្តមសេនីយ៍តូសិតឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យគ្រប់គ្រងការឆេះប្រមាណ 90% ហើយការសម្រេចតម្កល់សពជនរងគ្រោះក្រោយរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ក្នុងហេតុការណ៍ឆេះអគារ Casino Grand Diamond City នៅប៉ោយប៉ែតអាជ្ញាធរបានសម្រេចតម្កល់សពជនរងគ្រោះនៅវត្តត្រាចហៅវត្តខ្មែរក្នុងក្រុងប៉ោយប៉ែតចម្ងាយប្រហែល 2 គីឡូម៉ែត្រពីទីតាំងកើតហេតុដើម្បីធ្វើកសលវិច័យមុនធ្វើការដឹកចេញទៅប្រទេសថៃនិងតម្កល់នៅគោលដៅនានាមុនប្រគល់ឲ្យក្រុមគ្រួសារសពដើម្បីធ្វើបុណ្យទៅតាមប្រពៃណីកិច្ចការនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សារវាងជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកអ៊ុំរិទ្រីជាអភិបាលខេត្តជាមួយអាជ្ញាធរថៃប៉ុន្តែមុនមានការសម្រេចនេះការពីទៀតភ្លឺបន្ទាប់ពីរកឃើញសាកសពនិងអ្នករងរបួសមួយចំនួនសមាជិកថៃក៏បានដឹកសពនិងអ្នករងរបួសជាច្រើនអ្នកដើម្បីធ្វើការសង្គ្រោះបន្ទាន់នៅប្រទេសថៃបើតាមរបាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង 7 យប់ថ្ងៃទី 29 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានកើនដល់ជិត 20 នាក់ហើយនិងអ្នករងរបួសធ្ងន់ស្រាលជិត 100 នាក់របាយការណ៍ដដែលបានបញ្ជាក់ទៀតថាក្នុងចំណោមជនរងគ្រោះដែលស្លាប់និងរងរបួសមានជនជាតិខ្មែរនិងជនជាតិបរទេសក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ហើយជនរងគ្រោះខ្លះទៀតស្លាប់នៅផ្លូវដើរនៅជណ្ដើរទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យតែរត់មិនរួចដោយសារភ្លើងឆេះខ្លាំងនិងមានផ្សែងធ្ងន់ខ្មាញ់ខ្លាំងផងដែរសេចក្តីរាយការណ៍បានបន្ថែមទៀតថាជនរងគ្រោះដែលនៅមានជីវិតខ្លះត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃនិងខ្លះទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មីនៅក្នុងក្រុងប៉ោយប៉ែតក្នុងប្រទេសកម្ពុជាចំណែកភាគីថៃបានផ្ដល់ក្តារមឈូសចំនួន 20 សម្រាប់ដាក់ប្រជាពលរដ្ឋដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅអគារកាស៊ីណូដែលបានឆាបឆេះនៅក្នុងក្រុងប៉ោយប៉ែតគួររំលឹកផងដែរថាអគ្គិភ័យនេះបានកើតមានតាំងពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 28 ខែធ្នូឆ្នាំ 2022 គណៈមូលហេតុត្រូវបានគេរាយការណ៍ជំហានដំបូងថាឆ្លងចរន្តអគ្គិសនីពីទីតាំងហ្គេមជាន់ក្រោមហើយបានរាលដាលឆាបឆេះដល់កន្លែងផ្សេងទៀតប្រតិបត្តិការនៅកន្លែងកើតហេតុធ្វើឡើងដោយកម្លាំងរបស់គណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការជាមួយកងប្រតិបត្តិការរុករកនិងសង្គ្រោះ 711 នៃកងពលតូចលេខ 70 កម្លាំងអាជ្ញាធរខេត្តមាននគរបាលអាវុធហត្ថនិងយោធាព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ